អ្នកទាំងអស់គ្នាអានេះខ្ញុំបង្ហាញអំពី tracking number ឧទាហរណ៍ថាអ្នកទាំងអស់គ្នាកំងអីវ៉ាន់អញ្ចឹងកំងអីវ៉ាន់ជាទូទៅគេផ្ញើ tracking number តាមប្រអប់ដែលយើងកំងហ្នឹងណាអញ្ចឹងគេខ្ចប់ឲ្យអស់ហើយអ្នកទាំងអស់គ្នាគឺមាន tracking number បែបហ្នឹងអញ្ចឹងនៅពេលដែលយើងចង់ដឹងថាអីវ៉ាន់យើងនៅទីណានៅដល់ណាហើយអីវ៉ាន់យើងផ្ញើចេញនៅអញ្ចឹងយើងសុំ tracking number របស់អ្នកផ្ញើមកនៅពេលដែលយើងឃើញ tracking number យើងមើលទៅលើអក្សរហ្នឹងគេដាក់ថា USPS tracking ចាំមានន័យថាប្រអប់ហ្នឹងវ៉ាន់ហ្នឹងគឺផ្ញើតាម USPS tracking អញ្ចឹងយើងត្រូវចូលទៅក្នុង website បាទ website USPS tracking ហ្នឹងមកណាអូខេអញ្ចឹងខ្ញុំចូលទៅ website ហើយខ្ញុំដាក់ website មួយណាអញ្ចឹងអូខេអញ្ចឹងយើងចូលទៅ website ដាក់មក USPS tracking ឃើញណាអូខេអានេះណាបាទ tracking number ចុចអាហ្នឹងមកចុចអាហ្នឹងមកបន្ទាប់មកយើងចូលទៅវាយកន្លែង tracking number នេះកន្លែងនេះ tracking number អញ្ចឹងវាយមកវាយរបស់យើងមក tracking number លេខប្រមាណវាយតាមលេខដែលវែងមិញនៅខាងក្រោមមិញណាវាយឲ្យត្រូវលេខណា05 79 50 93 44 35 48អូខេអញ្ចឹងយើងដាក់មកបាទបន្ទាប់មកដាក់ view detail USPS បាទទៅវាចេញមកអូខេមានន័យថាអានេះគឺត្រូវបានផ្ញើហើយប៉ុន្តែវាអត់ទាន់ confirm ចេញពីកន្លែងគេទេអានេះឃើញទេបាទអញ្ចឹង tracking not available អញ្ចឹងមានន័យថាវាអត់ទាន់ available ទេប៉ុន្តែអ្នកនរគ្នាឃើញគេដាក់រូបមនុស្សជាមានន័យថាមនុស្សគេនឹង add information នៅពេលដែលគេចាប់ផ្ដើមដឹកជញ្ជូនអញ្ចឹងយើងឆែកទៅយើងដឹងថាវ៉ាន់យើងមកដល់ថ្ងៃណាអីថ្ងៃណាអីចឹងហើយអូខេអញ្ចឹងកន្លែងហ្នឹងណា